8 មីនាអាយុដំអភិសន្តិបណ្ឌិត ស សុខាជំរុញឲ្យបង្កើនចំនួនស្ត្រីក្នុងវិស័យមហាផ្ទៃអាយុដំអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងជំរុញនិងលើកទឹកចិត្តឲ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃពិនិត្យនិងវិតម្លៃសកម្មភាពមន្ត្រីរាជការជាស្ត្រីដើម្បីផ្ដល់តំណែងនិងតួនាទីណាមួយសមស្របចំណេះនិងជំនាញតាមបណ្ដាអង្គភាពការជំរុញនិងលើកទឹកចិត្តនេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី114ទិវាអន្តរជាតិនារី8មីនាឆ្នាំ2025ក្រោមមូលបត្រសិទ្ធិសមត្ថភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបប្រារព្ធនៅថ្ងៃទី6ខែមីនាឆ្នាំ2025នៅទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិតក៏បានលើកទឹកចិត្តដល់ស្ត្រីទាំងអស់ចូលរួមបង្កើតស្នាដៃថ្មីៗឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានរបៀបវារៈជាគោលនយោបាយសង្គមសេដ្ឋកិច្ចជាពិសេសឯកឧត្តមលើកទឹកចិត្តឲ្យស្ត្រីទាំងអស់ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជារៀងរាល់ឆ្នាំតាមផែនការជាយុទ្ធសាស្ត្រជាប្រយោជន៍ក្នុងការបង្កើននូវសមត្ថភាពចំណេះជំនាញបច្ចេកទេសនិងវិជ្ជាជីវៈព្រមទាំងសីលធម៌សុជីវធម៌ដើម្បីជាយានមួយសម្រាប់វិស័យទាំង3ដែលមានវិស័យនគរបាលវិស័យស៊ីវិលនិងវិស័យពន្ធនាគារក្នុងការត្រួតពិនិត្យនិងវិតម្លៃនៅសមត្ថភាពរបស់មន្ត្រីដែលជាស្ត្រីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗវេទិកាអន្តរជាតិនារីខួបលើកទី114នេះដែរឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថាបើទោះបីជាចំនួនស្ត្រីបម្រើការនៅក្នុងក្រសួងមានច្រើនក៏ពិតមែនប៉ុន្តែការបង្កើននិងផ្តល់ឱកាសដល់ស្ត្រីបន្ថែមទៀតក្នុងវិស័យស៊ីវិលនគរបាលនិងពន្ធនាគារនៅតែត្រូវបានលើកទឹកចិត្តឯកឧត្តមបានបន្ថែមថាខ្ញុំក៏លើកទឹកចិត្តឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រលើការបណ្ដុះបណ្ដាលមន្ត្រីដែលជាអ្នកបន្តវេនទាំងបុរសនិងស្ត្រីទាំងអស់ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច2ឆ្នាំទៅលើចំណេះជំនាញភាសាបច្ចេកទេសវិជ្ជាជីវៈនិងកាយវិការក្នុងឱកាសនោះដែរលោកជំទាវ អង្គសុភាវីរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃបានលើកឡើងថាយុទ្ធនាការអន្តរជាតិ8មីនាជាព្រឹត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិបានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ1977លោកជំទាវបន្ថែមថាជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី8មីនាដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាពនិងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផលបញ្ហាប្រឈមការឡើងនូវវត្តភាពនានានិងបង្ហាញពីការបដិញ្ញាចិត្តនិងផែនការវិជ្ជមានក្នុងការលើកកម្ពស់សមាសភាព Gender និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបចំណែកលោកជំទាវ កឹមស៊ីផាត់រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារីថ្លែងថាកម្ពុជាបានដាក់ចេញនូវវិធានការពិសេសនិងបណ្ដោះអាសន្ននានាក្នុងការលើកកម្ពស់ទូនាទីស្ត្រីក្នុងអភិបាលកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងនោះការតែងតាំងឲ្យស្ត្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេសនិងនយោបាយនៅតាមក្រសួងស្ថាប័នបានកំណត់យ៉ាងតិចមួយរូបនិងក៏មានការកំណត់ក្នុងគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងទូទាំងប្រទេសផងដែរលោកជំទាវមានប្រសាសន៍ទៀតថាគ្រប់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍវិស័យឯកជនអង្គការមិនមែនរដ្ឋាភិបាលនិងសង្គមស៊ីវិលត្រូវតែរួមគ្នាបន្តដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់សម្ដៅរួមជាសហធម្មពលដើម្បីលើកកម្ពស់ការទទួលខុសត្រូវនិងអនុវត្តសិទ្ធិបានពេញលេញការសម្រេចបាននូវសមាសភាព Gender និងការបង្កើតភាពអង់អាចចំពោះស្ត្រី